អ្នកទំនុកបំរុងភិក្ខុសាមណេរនឹងនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធនឹងមានអនាថបណ្ឌកសិទ្ធិនឹងមួយទាំងវិសាខាមហាឧបាសិកាមួយលោកទាំងពីរនេះឯងតែងតែទៅកាន់ទីបម្រើព្រះសាស្តានឹងមួយថ្ងៃនឹង2 ដងទៀតជាប្រចាំទៀតការដែលនឹងទៅនឹងមិនធ្លាប់មានដៃតទេនឹងទៅទេទៀតដោយគិតថាភិក្ខុកំឡោះព្រមទាំងសាមណេរនឹងក្រឡេកមើលនៅដៃរបស់ខ្លួននឹងកាលដែលទៅមុនពេលឆាន់រមែងប្រើអ្នកបម្រើនឹងឲ្យកាន់យករបស់ទំពាស៊ីដែលជាដើមនឹងទៅជាមួយនឹងកាលទៅក្រោយពេលឆាន់នឹងប្រើអ្នកបម្រើនឹងឲ្យទៅកាន់យកនៅបញ្ចភេសជ្ជៈនិងអត្តបានណាទៅដែរទៀតហើយក្នុងគេហដ្ឋានលោកទាំងពីរដែលមានអនាថបណ្ឌកសិទ្ធិនិងលោកយាយវិសាខាហ្នឹងទៀតតែងតែរៀបចំអាសនៈហ្នឹងទុកបម្រើប្រសង់ក្នុងមួយថ្ងៃហ្នឹងគឺ2000 អង្គទៀតនៅក្នុងគេហដ្ឋាននីមួយជានិច្ចហ្នឹងទៀតហើយភិក្ខុរូបណាប្រាថ្នារបស់ណាទោះបីជាបាយទោះបីជាទឹកទោះបីភេសជ្ជៈរបស់ហ្នឹងក៏សម្រេចដល់ភិក្ខុរូបហ្នឹងសមដោយសេចក្តីប្រាថ្នាទៀត